សូមជម្រាបសួរប្រិយមិត្តនិយមតាមដានតម្លៃហាងជីមីប្រចាំថ្ងៃដោយលោកស្រីបានជ្រាបរៀបមកហើយថាតម្លៃមីបានហក់ឡើងថ្លៃនៅរយៈពេលប្រហែលខែនេះចាអញ្ចឹងដូច្នេះកុំឲ្យខាតពេលវេលាយូរយើងមកតាមដានការវិភាគទីផ្សារប្រចាំថ្ងៃទាំងអស់គ្នាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះថ្ងៃអង្គារទី14ខែតុលាឆ្នាំ2025យើងមកដឹងអំពីតម្លៃហាងឆេងមាសក៏ដូចជាតម្លៃ support និង resistance ផងដែរយើងឃើញថាតម្លៃមាសមានការកើនឡើងខ្លាំងមែនទែនកាលពីព្រឹកមិញរហូតដល់តម្លៃ5008តម្លៃមែនទែនគឺ$5000ក្នុងមួយតម្លឹងហើយតម្លៃនេះគឺជាតម្លៃប្រវត្តិសាស្ត្រមែនទែនរបស់មាសតាំងពីដើមមករហូតមកដល់បច្ចុប្បន្ននេះគឺ$5000ក្នុងមួយតម្លឹងមានការឡើងថ្លៃខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាឥឡូវនេះយើងមកមើលការព្យាករណ៍ទាំងអស់គ្នាតម្លៃមាសកាលពីម្សិលមិញខ្ញុំបានព្យាករណ៍ថាបើសិនជាបំបីតម្លៃ41.88នោះតម្លៃមាសនឹងឡើងកើនឡើងខ្ពស់បន្ថែមទៀតទៅដល់តម្លៃ41.39ហើយបំបីតម្លៃហ្នឹងបាទគឺតម្លៃមាសខ្ពស់ថែមមួយចំណុចទៀតនោះគឺបាទខ្ញុំដាក់ clone មួយបាទតម្លៃមាសខ្ពស់បន្ថែមទៀតនោះគឺក្នុងតម្លៃ$4200បាទដូច្នេះយើងរងចាំមើលទាំងអស់គ្នាតើតម្លៃមាសនៅបំបីតម្លៃខ្ពស់នេះទៅអត់ផ្ទុយទៅវិញបើសិនជាមាសអត់តដល់តម្លៃហ្នឹងទេវានឹងមានការថមថយតម្លៃវិញហើយវាអាចនឹងធ្លាក់ចុះបាទធ្លាក់ចុះមកដល់តម្លៃទាបទី1បាទនេះតម្លៃទាបទី1តម្លៃទាបទី1ហើយនេះគឺជាតម្លៃទាបទី2បងប្អូនទាំងគ្នាបាទអញ្ចឹងយើងរងចាំមើលទាំងអស់គ្នាថាតើតម្លៃមាសនឹងមានការប្រែប្រួលបន្តទៅយ៉ាងទៀតតម្លៃតើតើមួយព័ត៌មានសំខាន់ខ្ញុំបានបោះចូលក្នុងក្រុម VIP អញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាបើចង់ស្វែងយល់ការជួយដូរបន្ថែមក៏ដូចជាការយល់ដឹងពីទំនោរមាសក៏ដូចជាហេតុអ្វីបានមាសឡើងថ្លៃបងប្អូនអាចទំនាក់ទំនង admin បានតាមរយៈលេខទូរស័ព្ទ0957223327 admin នឹងទំនាក់ទំនងបងប្អូនហើយធ្វើការ add បងប្អូនជួយចូលទៅក្នុងក្រុម VIP